តែតូចធំមិនសំខាន់ឲ្យតែសម្អាតកន្លែងទាំង3នេះអ្នកនឹងទទួលបានប្រជ័យលាភសំណាងផ្ទួនការសង់ផ្ទះធំចាត់ទុកជាសុបិនរបស់មនុស្សជាច្រើនប៉ុន្តែមនុស្សបុរាណបានបង្រៀនថាផ្ទះប៉ុណ្ណាក៏មិនសំខាន់ដែរឲ្យតែអ្នកចេះសម្អាតកន្លែង3នេះទូផ្ទះតូចក៏ជារឿងល្អដែរលំនៅឋានជាទ្រព្យសម្បត្តិដ៏សំខាន់របស់មនុស្សជាកន្លែងជ្រកកោនជាកន្លែងសម្រាកដូច្នេះហើយមនុស្សបុរាណមានជំនឿថាអ្វីដែលសំខាន់បំផុតនៅក្នុងផ្ទះគឺអនាម័យហុងស៊ុយល្អគឺនៅពេលផ្ទះស្អាតនិងមានផាសុកភាពជាពិសេសកន្លែងទាំង3នេះដែលត្រូវសម្អាតជាប្រចាំ 1. សម្អាតបន្ទប់ទទួលភ្ញៀវនឹងស្រឡាញ់អ្នកហើយប្រណីទ្រព្យសម្បត្តិនឹងចង់ចូលមកបន្ទប់ទទួលភ្ញៀវមានទីតាំងសំខាន់នៅក្នុងផ្ទះព្រោះជាកន្លែងដែលគ្រួសារជួបជុំគ្នាភ្ញៀវចូលមកលេងហើយក៏ជាកន្លែងទទួលប្រណីទ្រព្យសម្បត្តិផងដែរបន្ទប់ទទួលភ្ញៀវនៅក្នុងហុងស៊ុយគឺជាមុខតំណែងវិជ្ជមានដ៏សំខាន់មួយក្នុងចំណោមមុខតំណែងវិជ្ជមានទាំង3ដែលជួយទាក់ទាញទ្រព្យសម្បត្តិនិងសំណាងល្អដូច្នេះបន្ទប់ទទួលភ្ញៀវចាំបាច់ត្រូវសម្អាតជារៀងរាល់ថ្ងៃពេលបន្ទប់ស្អាតភ្ញៀវមកលេងក៏មានអារម្មណ៍សប្បាយការជួបជុំគ្រួសារមានអារម្មណ៍សុខស្រួលនិងមិនសូវមានថាមពលអាក្រក់ដូច្នេះមនុស្សក៏កាត់បន្ថយចំនួនបន្ទប់ទទួលភ្ញៀវស្អាតនោះគ្រួសារមានសុភមង្គលនិងមានសុខភាពល្អដូច្នេះពួកគេអាចជួបជុំគ្នាយ៉ាងសប្បាយរីករាយ 2. សម្អាតផ្ទះបាយដើម្បីឲ្យមានសុខភាពល្អផ្ទះបាយតាមហុងស៊ុយជាកន្លែងប្រមូលទ្រព្យសម្បត្តិផ្ទះបាយនៅក្នុងជីវិតគឺជាកន្លែងដែលអាហារត្រូវបានចិញ្ចឹមបីបាច់ដើម្បីធានាសុខភាពគ្រួសារផ្ទះបាយស្អាតធានានូវអនាម័យនិងសុវត្ថិភាពចំណីអាហារនិងជៀសវាងការឆ្លងមេរោគប្រសិនបើផ្ទះបាយស្អាតប្រណីទ្រព្យសម្បត្តិនិងស្នាក់នៅផ្ទះបាយដែលខ្វក់គឺជាគ្រោះមហន្តរាយដ៏ធំមួយព្រោះវាបណ្ដាលឲ្យបាក់តេរីនិងវីរុសកើនឡើងដែលបង្កឲ្យមានជំងឺដល់សមាជិកគ្រួសារប្រសិនបើផ្ទះបាយយកខ្វក់កណ្ដូលកន្លាតនិងស្រមោចនឹងចូលមកលុកលុយដូច្នេះហើយត្រូវសម្អាតផ្ទះបាយយីបានទៀងទាត់ដើម្បីរក្សាសុខភាពគ្រួសារបើគ្មានសុខភាពគុំរំពឹងចង់ខ្លាយជាអ្នកមានបើគ្មានសុខភាពគុំរំពឹងថាអាចរស់នៅបានយូរដើម្បីសោយសុខទ្រព្យសម្បត្តិផ្ទះបាយតាមហុងស៊ុយជាឃ្លាំងអាហាររបស់គ្រួសារបើឃ្លាំងអាហាររកខ្វក់ទ្រព្យសម្បត្តិនឹងបាត់បង់ដូច្នេះហើយអ្នកត្រូវតែសម្អាតផ្ទះបាយឲ្យបានទៀងទាត់ 3. សម្អាតអាសនៈដូនតាអាសនៈដូនតាគឺជាកន្លែងដ៏សំខាន់បំផុតអ្វីត្បិតតែអាសនៈតូចក៏ដោយវាជាកន្លែងពិសិដ្ឋបំផុតនៅក្នុងផ្ទះគ្រួសារជាច្រើនមានការធ្វើប្រហែសរឿងសម្អាតអាសនៈជាពិសេសពួកគេសម្អាតតែពេលមានបុណ្យទានប៉ុណ្ណោះប្រសិនបើអាសនៈដូនតាប្រឡាក់ធូលីដីវិញ្ញាណអាក្រក់នឹងចូលមកលុកលុយក្នុងបន្ទប់អាសនៈដូនតានឹងពិបាកក្នុងការឲ្យប្រកូនចៅអាសនៈខ្វក់បង្ហាញថាម្ចាស់ផ្ទះមិនដឹងគុណនិងមិនយកចិត្តទុកដាក់ចំពោះដូនតាជំនាន់មុនហេតុនេះអ្នកត្រូវមានទម្លាប់សម្អាតអាសនៈដូនតាដើម្បីឲ្យពួកគាត់មានទីលំនៅស្អាតពេញចិត្តក្នុងការឲ្យពរដល់កូនចៅ